សង្គ្រាមនៅអ៊ីរ៉ង់អាចធ្វើឲ្យពិភពលោកទាំងមូលជួបនូវវិបត្តិសេដ្ឋកិច្ច The week in turmoil, oil prices surged sharply, with Brent crude jumping more than 20%, briefly touching $114 a barrel. It is the biggest single-day spike since the pandemic. បើសិនជានិយាយទៅសង្គ្រាមមួយនេះបានកើតឡើងប្រហែលជាមួយខែពេញហើយក៏ប៉ុន្តែខុសពីតម្លៃសាំងឡើងថ្លៃអ្វីៗទាំងអស់មើលទៅដូចជាធម្មតាសាលាក៏អត់ទាន់បិទនៅតែមានអ្នកធ្វើអាជីវកម្មដដែលក៏ប៉ុន្តែមាន economist ជាច្រើនមែនទែននៅក្នុងពិភពលោកគាត់បាននិយាយថាសេដ្ឋកិច្ចរបស់ពិភពលោកយើងហ្នឹងគឺអាចអាក្រក់ជាងមុននៅក្នុងវីដេអូនេះគឺយើងឆ្លើយនឹងសំណួរមួយតើមានរឿងអ្វីកើតឡើងប្រសិនជាទីតាំងផលិតប្រេងយ៉ាងធំបំផុតនៅក្នុងពិភពលោកมันអាចនាំចេញប្រេងទៅកាន់ពិភពលោកបាននេះគឺជាកប៉ាល់ទឹកប្រេងមានប្រវែងរហូតដល់400ម៉ែត្របើនិយាយទៅគឺខ្ពស់ជាង Eiffel Tower ទៀតហើយនៅក្នុងកប៉ាល់ទឹកប្រេងហ្នឹងគឺបានផ្ទុកចំណុះប្រេងពី2ទៅ3លានបារ៉ែលដែលធ្វើឲ្យទម្ងន់នៃកប៉ាល់ហ្នឹងគឺរហូតដល់រាប់រយតោនហើយដោយសារតែរាងធំជាមួយនឹងទម្ងន់ធ្ងន់នឹងឯងទៅធ្វើឲ្យកប៉ាល់មួយនេះគឺធ្វើដំណើរយឺតមែនតែនត្រឹមតែ18គីឡូម៉ែត្រក្នុង1ម៉ោងតែប៉ុណ្ណោះបើនិយាយទៅគឺយឺតជាងម៉ូតូទៀតហើយល្បឿនប៉ុណ្្នឹងគឺប៉ុន្តែគេធាក់កង់ឯងចឹងហើយបានកប៉ាល់ទឹកប្រេងទាំងអស់ហ្នឹងគឺប្រើរយៈពេលពី30ទៅ50ថ្ងៃទើបអាចធ្វើដំណើរពី Middle East ទៅដល់អាស៊ីឬក៏អឺរ៉ុបបានហើយអ្នកទាំងអស់គ្នានេះគឺជាផែនទីកប៉ាល់ទឹកប្រេងនៅក្នុងពិភពលោកខ្ញុំយកផែនទីនេះមកគឺពី JP Morgan ខ្សែបន្ទាត់ពណ៌ក្រហមនេះបង្ហាញអំពីការដឹកប្រេងអំពី Middle East ទៅពិភពលោកនៅខែធ្នូឆ្នាំ2025កប៉ាល់ទឹកប្រេងបានដឹកប្រេងចែកចាយទូទាំងពិភពលោកដូចដដែលអញ្ចឹងហើយត្រឹមតែខែមករាហើយកប៉ាល់ទឹកប្រេងហ្នឹងគឺអត់ទាន់ដឹកទៅដល់អាស៊ីយើងផងរហូតមកដល់ខែកុម្ភៈទើបមកដល់ប្រទេសនីមួយៗចឹងហើយទើបនៅពេលដែលសង្គ្រាមកើតឡើងហើយមុនការបិទច្រកហាមូសនោះគឺកប៉ាល់ទឹកប្រេងដែលកំពុងដឹកប្រេងចាស់ហ្នឹងគឺនៅលើសមុទ្រឡើយឯងចឹងទោះបីជាអារម្មណ៍បិទច្រកនាំចេញនាំចូលប្រេងក៏ប្រទេសនីមួយៗនៅតែមានប្រេងប្រើដែរហើយបើសិនជាយើងមើលទៅផែនទីម្ដងទៀតយើងឃើញថាកប៉ាល់ទឹកប្រេងចុងក្រោយបង្អស់ទៅដល់ប្រទេសសហរដ្ឋអាមេរិកគឺទៅដល់នៅថ្ងៃទី15ខែមេសាហើយបើសិនជានៅអឺរ៉ុបវិញគឺឈប់នៅថ្ងៃទី10ខែមេសាហើយជាក់ស្ដែងបើសិនជានៅអាស៊ីរបស់យើងវិញគឺឈប់នៅថ្ងៃទី1ខែមេសាតែបើនៅតំបន់ខាងនៅប្រទេសអាហ្វ្រិកវិញគឺឈប់តាំងពីថ្ងៃទី20ខែមីនានោះបាននិយាយទៅនៅតំបន់អាស៊ីរបស់យើងហ្នឹងគឺកំពុងតែជួបបញ្ហាហ្នឹងខ្លាំងហើយក៏ប៉ុន្តែប្រទេសនីមួយៗគឺគេតែងតែមានការស្តុកប្រេងនៅក្នុងប្រទេសរបស់គេរួចស្រេចទៅហើយក៏ប៉ុន្តែទោះបីជាប្រទេសហ្នឹងមានការស្តុកប្រេងច្រើនយ៉ាងណាក៏ដោយក៏នៅតែមានការប៉ះទង្គិចដែរប្រទេសដូចជាអាហ្វ្រិកាប៉ាគីស្ថានជាមួយនឹងវៀតណាមគឺបានផ្អាកលើការធ្វើដំណើរនៅកន្លែងខ្លះហើយបើសិនជាប្រទេសឡាវវិញគឺត្រូវបិទសាលា3ថ្ងៃនៅក្នុងមួយអាទិត្យហើយរដ្ឋាភិបាលប្រកាសកុំឲ្យប្រជាជនធ្វើដំណើរឆ្ងាយពេកក៏ប៉ុន្តែនៅក្នុងប្រទេសទាំងអស់ហ្នឹងគឺមានប្រេងប្រើតែហេតុអីក៏ចាំបាច់ធ្វើអញ្ចឹងអ្នកទាំងអស់គ្នាពិភពលោកយើងគឺត្រូវការប្រេងរហូតដល់100លានបារ៉ុលដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃហើយឥឡូវនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមើលទៅដល់រូបភាពមួយនេះគឺ Global Oil Supply ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសម័យខាងនៅក្នុងពិភពលោកគឺកំពុងតែត្រូវការប្រេង5បារ៉ែលនេះប្រើជារៀងរាល់ថ្ងៃហើយប្រេង5បារ៉ែលនេះគឺបានលក់នៅក្នុងទីផ្សារពិភពលោករីឯប្រទេសដែលត្រូវការប្រេងប្រើប្រាស់ហ្នឹងគឺគាត់មកទិញនៅក្នុងទីផ្សារមួយហ្នឹងនៅក្នុងខែមីនាចាប់ផ្ដើមមានសង្គ្រាមនៅអ៊ីរ៉ង់ហើយការផ្គត់ផ្គង់ប្រេងមួយនៅក្នុងចំណោម5បារ៉ែលហ្នឹងក៏ត្រូវបានបិទហើយការផ្គត់ផ្គង់ហ្នឹងគឺអត់គ្រប់គ្រាន់ទៅដល់ពិភពលោកទាំងមូលទេហើយចុះប្រទេសដែលត្រូវការប្រេងតើគាត់ទិញប្រេងហ្នឹងនៅកន្លែងណាប្រទេសដែលកំពុងតែត្រូវការប្រេងហ្នឹងគឺគាត់ទិញប្រេងពីប្រទេសផ្សេងទៀតដែលកំពុងមានប្រេងដោយសារតែមានតម្រូវការហើយការផ្គត់ផ្គង់មានតិចដូច្នេះហើយទើបធ្វើឲ្យតម្លៃប្រេងហ្នឹងគឺចាប់ផ្ដើមឡើងថ្លៃហើយប្រទេសដែលកំពុងតែត្រូវការប្រេងគឺគាត់ត្រូវតែដេញថ្លៃជាមួយនឹងប្រទេសដែលត្រូវការប្រេងដូចគាត់ដែរដោយសារតែការដេញថ្លៃនឹងឯងទៅធ្វើឲ្យតម្លៃនៃប្រេងគឺត្រូវបានឡើងខ្ពស់ហើយអញ្ចឹងហើយពីមួយថ្ងៃទៅមួយថ្ងៃគឺតម្លៃប្រេងអត់ងាយធ្លាក់ចុះមកវិញទេហើយរឿងដែលកាន់តែពិបាកទៀតបើសិនជាប្រទេសចិនជាមួយនឹងតំបន់អឺរ៉ុបចាប់ផ្ដើមអស់ប្រេងទៅតម្លៃប្រេងគឺនឹងឡើងកាន់តែខ្ពស់ថែមទៀតក៏ប៉ុន្តែការឡើងថ្លៃនៃប្រេងហ្នឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចពិភពលោកខ្លាំងមែនទែនតែហេតុអីរហូតទៅដល់ឥឡូវហ្នឹងមើលទៅដូចយើងអត់ទាន់មានការជួបប៉ះទង្គិចខ្លាំងបែបហ្នឹងអញ្ចឹងនេះគឺជាវីដេអូបង្ហាញអំពីការសម្ភាសន៍លោកត្រាំនៅពេលដែលគាត់និយាយថាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ជិតចប់ហ្នឹងតម្លៃនៃប្រេងត្រូវបានធ្លាក់ចុះហើយមនុស្សនៅក្នុងពិភពលោកគាត់ថាសង្គ្រាមនៅអ៊ីរ៉ង់គឺត្រូវបានចប់ហើយក៏ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺគាត់និយាយរឿងមួយហ្នឹងច្រើនដងមែនទែនរហូតដល់ប្រទេសអ៊ីរ៉ង់បានចេញមកប្រាប់ថាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់គឺអត់ទាន់បានចប់ទេហើយចង់ហេតុអីបានគាត់ព្យាយាមធ្វើបែបហ្នឹងអញ្ចឹងបើសិនជាចង់យល់ច្បាស់គឺយើងមើលទៅក្នុងរូបភាពនេះសារជាថ្មីប្រេងជាច្រើននៅក្នុងពិភពលោករបស់យើងហ្នឹងគឺត្រូវបានទិញពីក្រុម speculator មួយនេះគាត់ទិញប្រេងហ្នឹងហើយបន្ទាប់មកគឺគាត់លក់ប្រេងហ្នឹងបន្តទៅដល់ប្រទេសណាដែលត្រូវការប្រេងមួយហ្នឹងហើយការទិញជាមួយនឹងកំណត់តម្លៃនៃការលក់បន្តរបស់គាត់ហ្នឹងគឺគេបានហៅថា oil future oil future នេះគឺរបៀបនៃ speculator គឺគាត់មើលទៅក្នុងពិភពលោកហើយគាត់ទាយថាតម្លៃប្រេងហ្នឹងគឺត្រូវឡើងឬក៏ត្រូវចុះអញ្ចឹងនៅពេលដែលគាត់ស្ដាប់សម្ដី Trump ថាសង្គ្រាមនៅអ៊ីរ៉ង់ហ្នឹងជិតចប់អញ្ចឹងពួកគាត់គិតថាតម្លៃនៃប្រេងនៅថ្ងៃស្អែកហ្នឹងគឺចាប់ផ្ដើមធ្លាក់ចុះហើយបន្ទាប់មកគាត់បានលក់តនៅក្នុងតម្លៃធ្លាក់ចុះមួយហ្នឹងហើយការទម្លាក់ចុះនៃតម្លៃហ្នឹង
គឺអាចធ្វើឲ្យតម្លៃនៃប្រេងហ្នឹងมันអាចឡើងខ្ពស់លឿនពេកទេសំណួរសួរថាតើការធ្វើបែបហ្នឹងល្អអត់បើសិនជានិយាយទៅពិភពលោកគឺកាន់តែប្រើប្រេងហើយប្រេងក៏កាន់តែអស់ដែរវាប្រៀបដូចជានៅតំបន់មួយហ្នឹងគឺចិត្តអស់ទឹកក៏ប៉ុន្តែមនុស្សគឺនៅតែប្រើប្រាស់ទឹកនៅក្នុងបរិមាណដែលគាត់កំពុងតែប្រើជារៀងរាល់ថ្ងៃដដែលអញ្ចឹងការប្រើប្រាស់ប្រេងហ្នឹងគឺនឹងអស់ទៅយ៉ាងលឿនហើយបរិមាណនៃប្រេងគឺអត់ទាន់អាចបង្កើនឡើងបានទេហើយបន្ទាប់ពីការទាញតម្លៃប្រេងធ្លាក់ចុះអំពីក្រុមនៃ speculator ក៏មានការបើកប្រកាសលក់ប្រេងអំពី IEA ឬក៏គេហៅថា International Energy Agency Country ផងដែរដែលមានរហូតដល់40ប្រទេសជាងការប្រកាសបើកលក់ប្រេងពី IEA នេះគឺគេលក់រហូតដល់400 million barrel ហើយបន្ថែមពីលើហ្នឹងប្រទេសអាមេរិកក៏បានយកព្រមឲ្យប្រទេសរុស្ស៊ីជាមួយនឹងប្រទេសអ៊ីរ៉ង់បើកលក់ប្រេងរបស់ខ្លួនផងដែរអញ្ចឹងហើយដោយសារតែមាន flow ក្នុងការលក់ប្រេងហ្នឹងទៅតម្លៃនៃប្រេងនៅក្នុងពិភពលោកគឺអត់ទាន់ឡើងខ្ពស់មែនតើក៏ប៉ុន្តែអ្នកនរគ្នាកុំអាអគឺដោយសារតែរឿងតែពីរនេះគឺមិនអាចបន្តទៅមុខបានរហូតទេរឿងកាន់តែពិបាកនិងកាន់តែស្មុគស្មាញគឺនឹងកើតឡើងនៅពេលដែលប្រេងនៅក្នុងពិភពលោកចាប់ផ្ដើមអស់ទៅហើយរឿងមួយនេះគឺគេឲ្យឈ្មោះថា demand destruction ហ្នឹងនៅពេលណាដែលសេដ្ឋកិច្ចនៃប្រទេសមួយហ្នឹងគឺគាត់ពឹងទៅលើប្រេងហ្នឹងដើម្បីធ្វើឲ្យសេដ្ឋកិច្ចដែរក៏ប៉ុន្តែគឺគាត់មិនអាចទទួលបានប្រេងហ្នឹងទេដែលធ្វើឲ្យអាជីវកម្មដែលកំពុងតែត្រូវការប្រេងដើម្បីបន្តអាជីវកម្មរបស់គាត់ហ្នឹងមិនអាចដំណើរការបានហើយត្រូវបានបិទនៅក្នុងរយៈពេលវែងរឿងមួយនេះគឺនឹងប៉ះទង្គិចទៅដល់ពិភពលោកទាំងមូលដោយសារតែពិភពលោកយើងទាំងមូលរស់នៅមិនអាចខ្វះថាមពលបានទេហើយការបិទច្រកដឹកប្រេងនៃហាមូសហ្នឹងគឺបានទប់ស្កាត់មិនឲ្យប្រេងរហូតដល់ 20% និងឧស្ម័នធម្មជាតិរហូតដល់ 25% មិនអាចលក់ចេញទៅពិភពលោកបានអញ្ចឹងតែបងប្អូនបើសិនជាប្រេងឡើងថ្លៃរដ្ឋាភិបាលនៅក្នុងតំបន់អឺរ៉ុបគឺគាត់ហាមមិនឲ្យប្រជាជនរបស់គាត់ដើរលេងទេអញ្ចឹងប្រទេសដែលមានសេដ្ឋកិច្ចដែលត្រូវការភ្ញៀវទេសចរចូលមកទស្សនាជាមួយនឹងលេងនៅក្នុងប្រទេសរបស់ខ្លួនក៏ទទួលបានភ្ញៀវអន្តរជាតិកាន់តែតិចទៅផងដែរហើយនៅពេលដែលតម្លៃប្រេងកាន់តែឡើងថ្លៃរបស់ដែលត្រូវនាំចេញនាំចូលក៏ឡើងតម្លៃខ្លាំងដូចគ្នាដែរដោយសារតែការឡើងតម្លៃខ្លាំងនឹងឯងទៅធ្វើឲ្យមនុស្សចាប់ផ្ដើមសេវលុយហើយការសេវលុយជាមួយនឹងការមិនចំណាយលុយនេះធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសដើរយឺតទៅបន្ទាប់ពីនេះការអត់មានប្រេងជាមួយនឹងការអត់មានឧស្ម័នធម្មជាតិធ្វើឲ្យការផលិតនៃជីសរីរាង្គចាប់ផ្ដើមបានតិចទៅដូចគ្នាហើយប្រទេសណាដែលកំពុងតែត្រូវការជីសរីរាង្គដើម្បីយកមកធ្វើកសិកម្មក៏មិនសូវមានជីសរីរាង្គតែឲ្យប្រជាជនរបស់គាត់បានប្រើដែរហេតុអីបានបញ្ហាប្រេងមួយនេះគឺអាចប៉ះពាល់ទៅដល់ពិភពលោកដោយសារតែអ្វីៗទាំងអស់នៅលើពិភពលោកគឺពឹងទៅលើប្រេងនឹងឯងនៅពេលណាដែលមនុស្សកាន់តែអស់លុយទៅហើយតម្លៃនៃផលិតផលដែលគាត់ត្រូវប្រើប្រាស់ជារៀងរាល់ថ្ងៃកាន់តែឡើងខ្ពស់គឺប្រទេសមួយហ្នឹងនឹងអាចមានបញ្ហាសេដ្ឋកិច្ចជាមិនខានហើយចំពោះប្រទេសនៅតំបន់អឺរ៉ុបឥឡូវនេះគឺគេប្រើប្រាស់ប្រេងល្មមៗទេក៏ប៉ុន្តែនៅពេលដែលចូលទៅដល់រដូវកាលធ្លាក់ទឹកកកភ្លាមគឺការប្រើប្រាស់ប្រេងជាមួយនឹងឧស្ម័នធម្មជាតិហ្នឹងគឺនឹងឡើងខ្លាំងមែនតែម្ដងការប៉ះទង្គិចមួយនេះគឺប្រៀបដូចជាការទម្លាក់គ្រាប់បែកអញ្ចឹងនៅពេលដែលគ្រាប់បែកត្រូវបានទម្លាក់ហើយយើងគឺអត់ទាន់មានការប៉ះពាល់អីទេដោយសារតែយើងនៅឆ្ងាយអំពីគ្រាប់បែកមួយហ្នឹងក៏ប៉ុន្តែយូរទៅ shock wave ពីគ្រាប់បែកមួយហ្នឹងគឺវានឹងប៉ះពាល់មកដល់យើងជាមិនខានហេតុអីបានយើងគួរតែចាប់អារម្មណ៍ទាក់ទងនឹងបញ្ហាប្រេងដែលកើតឡើងចេញពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់គឺដោយសារតែអ្វីៗដែលអ្នកទាំងអស់គ្នាកំពុងតែជួបឬក៏គេហៅថា the lull state មួយនេះឬក៏ស្ថានភាពដែលមើលទៅដូចជាធម្មតាហ្នឹងវាមិនមែនជាស្ថានភាពធម្មតាទេដោយសារតែតទៅមុខទៀតរឿងបញ្ហាកង្វះប្រេងឬក៏ប្រេងឡើងថ្លៃនេះគឺនឹងធ្វើឲ្យមានការប៉ះពាល់ខ្លាំងជាងនឹងបន្តទៅទៀត